លំដាប់តទៅនេះជាវគ្គបញ្ចប់នៃបទសម្ភាសន៍រវាងលោកសានសុវត្ថិជាមួយព្រះតេជគុណបុត្របន្ទែងប្រធានចលនាព្រះសង្ឃឯករាជ្យស្ដីពីភាពប្រកាន់ប្រកបរវាងគណៈបកសង្គ្រោះជាតិនិងចលនាព្រះសង្ឃឯករាជ្យចាសសូមអញ្ជើញស្ដាប់លោកសានសុវត្ថិសាកសួរដូចតទៅអូនខ្មែរនៅព្រៃដល់ណាព្រោះជាតិខេមរាត្រូវការរូបអ្នកទៀតថាតែគុណងាកមកសំសួរអំពីការធ្វើមហាបាតុកម្មរបស់គណៈបក្សសង្គ្រោះជាតិតើអ្នកគុណយល់ថាការធ្វើតាំងពីថ្ងៃអាទិត្យរហូតមកនេះបានផលទេល្អទេត្រឹមត្រូវហើយទេគូពេញចិត្តឬយ៉ាងម៉េចទៅអាត្មាមិនមើលឃើញទទួលបានលទ្ធផលទេតិចទេខាតធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ចអ្នកស្រុកធ្ងន់ណាព្រោះពេលនេះអ្នកស្រុកគេច្រូតស្រូវហើយគ្នាលះបងមកចូលរួមតែមកធ្វើដូចយើងយកដាវមកច្រកទុកនៅក្នុងស្រោមមិនបានប្រយោជន៍ទេស្មានបងដោយសារយើងហាគាត់មុតអ្នកស្រុកមិនអោយគេនិយាយស្ដីខ្លាចតែប៉ះទង្គិចដល់រដ្ឋាភិបាលយើងធ្វើកណ្ដាលយើងធ្វើប្រឆាំងនឹងរដ្ឋាភិបាលហើយបើយើងធ្វើប្រឆាំងរដ្ឋាភិបាលនិយាយឬគាល់ពីអំពើអាក្រក់របស់រដ្ឋាភិបាលមិនចាំបាក់ហាមគាត់គេទេព្រោះយើងធ្វើដើម្បីប្រឆាំងមួយគេមិនមែនមកគ្រាន់តែមកស្រែកធ្វើបង្គ្រប់កិច្ចទេមើលទៅវាហាក់បីដូចជាធ្វើបង្គ្រប់កិច្ចបំពេញទឹកចិត្តអ្នកគ្រប់គ្រងរបស់ខ្លួនកុំអោយខឹងនឹងខ្លួនថាខ្លួននឹងមិនប្រឆាំងនឹងរដ្ឋាភិបាលកុំអោយប្រជាជនខ្មែរគេចោទប្រកាន់ប្រយ័ត្នពួកអស់លោកអន្តរាយពួកបកនឹងមិនមែនបកពួកអស់លោកឯបកប្រជាជនខ្មែរទាំងស្រុងប្រជាជនខ្មែរមានសិទ្ធិគ្រប់គ្រងក្នុងការស្ថាបនាអាត្មាមិនទាន់ដកខ្លួនហើយក៏មិនដែលខឹងនឹងគណៈបកដែរទោះទៅវិញអាត្មាខឹងតែនឹងបុគ្គលហើយខឹងនឹងការរៀបចំចាត់តាំងឲ្យមានមនុស្សមកធ្វើកិច្ចការខុសដែលយើងមានការជជែកគ្នាហើយសូមកន្លែងជាទីបតៃនឹងដើម្បីបានធ្វើកិច្ចការដែលទោះទៅវិញគេប្រើគឺមួយមិនសមតែកំផលបណ្ដេញចេញនេះហើយជារឿងប្រជែងហ្នឹងបងហើយអត់បានប្រយោជន៍ទេការធ្វើមនុស្សនឹងខ្សោយទៅវាដូចនឹងពាក្យរបស់គណៈបកប្រជាជនគេលើកឡើងថាមិនបញ្ហាទេគណៈបកសង្គ្រោះជាតិឲ្យវាធ្វើទៅវាគង់ទៅអស់ធនធានខ្សែធនធានទៅវាឈប់ឯងហើយមិនបាច់រៀងបាច់ហាមឃាត់ឲ្យវាទេអញ្ចឹងបានរដ្ឋាភិបាលអត់មានរៀងហាមឃាត់អីទេធ្វើអីធ្វើទៅពួកគេដឹងថាសេដ្ឋកិច្ចវាគង់តែរលាយទៅវិញជាធម្មតាហើយកម្លាំងនៃការគ្រប់គ្រងសន្ទុះទឹកចិត្តរបស់មនុស្សក៏វាគង់តែឈប់ទៅវិញជាធម្មតាព្រោះកម្លាំងទឹកចិត្តរបស់មនុស្សវាមានដូចទឹកអូអញ្ចឹងហើយវាឡើងមកដូចទឹកចំនួនអញ្ចឹងបាទនេះគុណដែលកណាដឹងថាបើសិនជាសួរគួរតែសួរសម័យខ្លួនគេណាទេណាក៏ប៉ុន្តែកណាមិនចង់ទៅប៉ះមាត់ជាមួយនឹងពួកមេដឹកនាំនោះទេព្រោះគេបានអធិប្បាយច្រើនកន្លែងហើយច្បាស់ហើយណាថានយោបាយរបស់គេធ្វើដូច្នេះនេះហេតុតែមិនបានគេធ្វើមហាបាតុកម្មមហាហិង្សានឹងមកពីស្អីហ្នឹងគេបានជឿទៅហើយក៏ប៉ុន្តែក្នុងទស្សនៈរបស់អ្នកគុណវិញទៅណាតើអ្នកគុណយល់ថាធ្វើបែបហ្នឹងវាជាការតស៊ូមតិជាការតស៊ូប្រឆាំងនឹងរដ្ឋាភិបាលទេមិនបានប្រយោជន៍ទេអាត្មាបដិសេធចូលកណិតនេះមិនទទួលយកអត់ចំណេញអាត្មាយកប្រវត្តិសាស្ត្រព្រោះនិយាយមិននិយាយតាមចិត្តអាត្មាឃើញអាត្មាផលិតមើលពេលដែលឆ្នាំ93ខ្មែរត្រូវឈ្នះយួនត្រូវរត់ចេញពីស្រុកខ្មែរទាំងអស់ហើយយើងស្ដាប់ព្រះរាជអង្គការរបស់អតីតព្រះមហាក្សត្រនរោត្តមសីហនុសាសនាជាតិបង្រួបបង្រួមជាតិសាសនាជាតិបង្រួបបង្រួមជាតិរហូតដល់មាននាយករដ្ឋមន្ត្រីដល់ទៅ2ហើយមាននាយករដ្ឋមន្ត្រី2នៅពេលនោះជាតិអន្តរាយហើយយើងយោងទៅលើគណិតនេះហើយរាល់ថ្ងៃនេះគេប្រើគណិតសន្តិវិធីសន្តិភាពហើយគណិតអស់នេះបើសិនជាសន្តិវិធីសន្តិភាពទុកពេល5ឆ្នាំអោយជួនបរទេសហូរចូលអោយហ៊ុនសែនផ្ដាច់ការបណ្រើយូនតទៀតប្រកាសជារឿងដើរផ្លូវតែមួយហើយបរិពោអត់បានចំណេញអីទេគឺរឿងព្រះមរោត្តមសីហនុហ្នឹងហើយគោលការណ៍សាសនាជាតិហ្នឹងហើយវាអាត្មាគឺឃើញថាបើសិនជាខ្លួនចង់ធ្វើរបៀបអរិយាប័ត្រសាសនាជាតិឬក៏ថាសន្តិវិធីគេទាំងអង្គុយនៅសភាជាមួយគ្នាទៅចូលប្រជុំទៅកុំអោយអ្នកស្រុកគេធ្វើបាតកម្មជាមួយរដ្ឋខែមកហើយអត់បានប្រយោជន៍អីខាត់សេដ្ឋកិច្ចអ្នកក្រៅប្រទេសគឺខំទំនុកម្រងខំគ្រប់គ្រងគ្នាបិចពីមិត្តបិចពីកយកមកជួយយើងដើម្បីឲ្យយើងធ្វើឲ្យមានចំហមួយរឿងមុំហើយតស៊ូផ្ដួលរលំរដ្ឋាភិបាលមិនមែនមកធ្វើសន្តិវិធីឲ្យគេធ្វើនយោបាយគេហៅថាយកខ្លួនយើងនេះនាំគ្នាធ្វើជារទេស
គូចេះតែដើតែចេះតែស្រែកចាមានន័យថារដ្ឋាភិបាលរឿងអីគេចេះទៅមុខគេសញ្ញាឲ្យដីសម្បត្តិគេបើអស់ប្រជុំគេផ្ដល់ដីសាក់ដល់ផ្ដល់ទីកន្លែងឲ្យក្រុមហ៊ុនចិនមកធ្វើទំនុកវារីគេស្នីគេគេទៅអស់ហើយយើងមិននៅសន្តិវិធីក្រៅរដ្ឋសភាមិនមែនទេសន្តិវិធីគេធ្វើនៅក្នុងសភាចឹងកុំអោយបោកប្រជាពលរដ្ឋតទៀតអាត្មាបិណ្ឌបាតទៅចុះតែអាត្មាថានៅតែប្រកាន់ចំហថាជាមនុស្សស្រឡាញ់គណៈបកប្រឆាំងស្រឡាញ់គណៈបកសង្គ្រោះជាតិធ្វើការដើម្បីផ្លាស់ប្ដូរប្រទេសជាតិតាមរយៈមានគណៈបកមួយពិតប្រាកដបើសិនជាយើងអត់មានទឹកពិតប្រាកដទេបើបណ្ដេញអាត្មាដូចព្រឹកមិញក៏ឆ្កងទៅមកហើយប្រសងក្មេច្រើនណាស់ដែលនៅជាមួយអាត្មាមិនបានដូចថ្ងៃនេះគេសួរថាទៅទៀតអត់អាត្មាថាជាឆន្ទៈយើងបន្តជាតិយើងត្រូវទៅរឿងបុគ្គលម្នាក់ធ្វើមនុស្សឈួតនៅទីលានជាតិបតៃឲ្យគេឈួតម្នាក់ទីម្នាក់រឿងបន្តជាតិនៅបន្តជាតិធម្មតាប៉ុន្តែសូមឲ្យមានការដោះដូរអរិយាប័ត្រកុំឲ្យគណៈបកសង្គ្រោះជាតិនៅអរិយាប័ត្រប្រភេទនេះតទៀតគេឲ្យដើរតែគុណមានផែនការយ៉ាងណាតទៅមុខទៀតទេអាត្មាដោយសារយើងអ្នកស្នេហាជាតិយើងមិនចង់ធ្វើរបៀបទេសចរស្នេហាជាតិទេយើងចង់ធ្វើមនុស្សពិតប្រាកដដែលអង្កេតមើលឲ្យអស់ជំរឿនយើងធ្វើការជាមួយគ្នាធ្វើការរបៀបគ្រួសារខ្មែរមហាគ្រួសារខ្មែរដើម្បីបានសុខដល់ខ្មែរយើងធ្វើការអាត្មានឹងនិយាយជាមួយថ្នាក់ដឹកនាំគណៈបកខ្លះប៉ុន្តែឥឡូវវាចង់ល្វីងមុខថ្នាក់ដឹកនាំគណៈបកអស់ហើយឥឡូវវាអត់មានមនុស្សណាមួយនិយាយឲ្យបានការបងប្អូនព្រោះបានជជែកចរចាគ្នាថាសូមឱកាសធ្វើពិធីក្រុងពលីហើយព្រមព្រៀងគ្នាដល់ព្រមព្រៀងគ្នាឲ្យអាមនុស្សឈួតមកដើរដេញយើងវាអត់ត្រូវរឿងមានកិច្ចព្រមព្រៀងគ្នាជាលាអសរថាអនុញ្ញាតឲ្យយើងបានធ្វើអញ្ចឹងបានយើងធ្វើដល់ធ្វើឲ្យបណ្ដេញឲ្យមនុស្សមកបណ្ដេញយើងចេញឲ្យឬក្រុងពលីឬអីដែលយើងធ្វើរួចតាំងពីល្ងាចមកវាអត់ត្រូវស្អីរឿងសោះដែលអាត្មាឈឺចាប់ឈឺមែនទែនត្រង់ថាក្រុងពលីយើងចំណាយលុយដល់តែ$200យកមកធ្វើដើម្បីបួងសួងសុំតងពលឹងពពាកបរោះខ្មែរមកឲ្យមកបណ្ដេញឲ្យយើងឬតាំងព្រឹកពលឹងវាអត់សមសោះបើឲ្យយើងឬតាំងពីល្ងាចអានោះវាត្រឹមត្រូវណាអាត្មាគឺថាគណៈបក្សសង្គ្រោះជាតិធ្វើអីឥឡូវនេះបណ្ដេញអ្នកស្នេហាជាតិដូចគ្នាចេញពីទីលានត្រូវអ្នកស្រុកបញ្ញាណាចុះកុំអោយសរសេរមេសេចតាម Facebook មកជាអាត្មាថាថ្មនេះជាជនក្បត់ជាតិអស់លោកទេដែលក្បត់ជាតិពីព្រោះព្រឹកមិញគេធ្វើដើម្បីទាមទារប្រយោជន៍ជាតិតែខ្លួនពួកគណៈបកផ្ទាល់មកបណ្ដេញគេចេញមកឲ្យគេធ្វើបន្តជាតិពួកនោះបានពិតជាជនក្បត់ជាតិតម្រឹមទៅតែគុណដែលទីលានប្រជាធិបតេយ្យនេះជារបស់គណៈបកសង្គ្រោះជាតិឬជារបស់ស្រីដែររបស់អ្នកណាទីលានប្រជាធិបតេយ្យជាកន្លែងសម្រាប់ខ្មែរគ្រប់រូបជាកន្លែងសម្រាប់មនុស្សគ្រប់គ្នាគេមានសិទ្ធិទៅធ្វើមិនមែនជារបស់ផ្ដាច់មុខរបស់គណៈបកសង្គ្រោះជាតិហើយគណៈបកសង្គ្រោះជាតិបានប្រកាសតាមអឃោសនស័ព្ទលឺដល់ពេញទីក្រុងផងព្រឹកមិញនេះថាទីលានប្រជាធិបតេយ្យជាកន្លែងដែលគណៈបក្សសង្គ្រោះជាតិរៀបចំដូច្នេះមិនអនុញ្ញាតឲ្យមានក្រុមណាមួយមកធ្វើពិធីអីនៅក្នុងទីលានប្រជាធិបតេយ្យទេសូមអញ្ជើញចេញទៅធ្វើនៅកន្លែងផ្សេងឃើញដាញ់តាមអឃោសនស័ព្ទអាត្មាថាមិនលឺតែក្នុងភ្នំពេញឯលឺពេញពិភពលោកដោយសារគេថតសម្លេងបានច្រើនណាស់បងគួរឲ្យសោកស្ដាយមែនទែនដែលអាត្មាមិនគួរទទួលបានពាក្យសម្ដីយ៉ាងនេះចេញពីថ្នាក់ដឹកនាំគណៈបក្សសង្គ្រោះជាតិគណៈគិតថាយោងតាមសម្លេងយើងនឹងចេញផ្សាយទៅនេះខាងគណៈបកប្រជាជននឹងចាត់ការជាមួយនឹងជនដែលមិនគួរមានវត្តមាននៅក្នុងទីលានប្រជាធិបតេយ្យគឺបុគ្គលដែលត្រូវខ្លួនជាជនបដិការណាទេណាគណៈយើងនិយាយគ្នាត្រឹមនេះប៉ុណ្ណេះបានហើយទេណាតាមជួបគ្នាទៀតបង